ដែលយើងត្រូវទទួលស្គាល់ពេលដែលយើងសារ៉ាកូនហើយការងារមើលកូនភាគច្រើនគឺធ្លាក់មកលើយើងហ្នឹងហើយអញ្ចឹងយើងត្រៀមចិត្តឲ្យហើយទៅយើងអត់អាចគេងបានគ្រប់គ្រាន់ញ៉ាំបាយទ្រាំមាត់មុជទឹកស្លៀកពាក់ឲ្យបានត្រឹមត្រូវហ្នឹងគឺអត់ហ្មងយើងកុំបាច់រំពឹងពីអ្នកដទៃពេកយើងត្រូវទទួលស្គាល់ថាហ្នឹងគឺការងារធំរបស់យើងហើយអញ្ចឹងនៅពេលដែលយើងចាត់ទុកវាជាការងាររបស់យើងទទួលស្គាល់ទទួលយកហើយយើងនឹងកាត់បន្ថយអាការរំពឹងទុកពីអ្នកដទៃពេលដែលគេអត់ធ្វើបានដូចចិត្តយើងក្តីរំពឹងទុករបស់យើងទេអាការអន់ចិត្តរបស់យើងនឹងក៏វាតិចទៀតទៅតាមនឹងដែរក្រោយសម្រាលឲ្យតែថាអន់ចិត្តហើយអត់អាចទុកបានទេនឹងឲ្យខ្ញុំឆ្លងកាត់ហើយខ្ញុំរឿងអន់ចិត្តអីផ្សេងខ្ញុំអាចលួងខ្លួនឯងបានណាតែក្រោយសម្រាលតែខ្ញុំអន់ចិត្តហើយគឺខ្ញុំអង្គុយយំហ្មងអានឹងដោយសារអរម៉ូនយើងប្រែប្រួលហើយមនុស្សស្រីយើងឆ្លងកាត់អានឹងទាំងអស់គ្នាខ្ញុំផ្ដាំឲ្យមនុស្សស្រីទាំងអស់ត្រូវតាព្យាយាមរឹងមាំខ្លួនឯងហើយបើថាមានកម្រងមានកូនត្រូវសួរខ្លួនឯងសិនថាយើងអាចហត់ទៅរួចអត់មិនមែនមានកូនដើម្បីតែបំពេញចិត្តប្តីតែមកខាងមិនមែនមានកូនដើម្បីបំពេញតែហុងស៊ុយទេតែយើងខ្លួនឯងទទួលយកបានអត់បើយើងសួរខ្លួនឯងហើយថាទទួលយកអត់បានទេកុំតន់ពីព្រោះវាធ្លាក់មកលើយើងច្រើនមែនតើរឿងលុយកាក់គួរតែមានខ្លួនឯងមុននឹងសម្រេចចិត្តថាយកកូនគួរតែមានផែនការអីត្រឹមត្រូវសេវលុយទុកខ្លួនឯងសិនព្រោះមានមនុស្សស្រីជាច្រើនដែលមានកូនហើយបាត់បង់ការងារបាត់បង់ចំណូលអញ្ចឹងបានន័យថាបើសិនជាយើងបាត់បង់ចំណូលយើងត្រូវពឹងពាក់គេឲ្យចិញ្ចឹមយើងហើយបើយើងបានគូស្នេហ៍ណាសម្បកបគាត់ផ្ដល់ឲ្យយើងតែអត់មានគ្រីគ្រូដាក់យើងអញ្ចឹងណាតែយើងមិនប្រកាសថាយើងទៅទុកអាសំណាងយើងទៅលើគេទេអញ្ចឹងគួរតែរឹងមាំគួរតែមាន plan ផែនការសម្រាប់ខ្លួនយើងទៅនឹងហើយពួកអីទោះបីជានៅជាមួយគ្នាក៏ដោយមិនក៏ដោយក៏យើងមើលចិត្តគេអត់ឃើញដែរហើយមិនមែនថាប្តីទាំងអស់សិតអាក្រក់ទេប៉ុន្តែបើសិនជាប្តីម្នាក់គាត់រ៉ាប់រងទាំងអស់ក៏គាត់សម្ពាធដែរចង់មិនចង់តែពេលគាត់សម្ពាធគាត់រៀងកញ្ញើដាក់យើងហើយអាហ្នឹងបញ្ហាគ្រួសារចឹងមិនខ្ញុំនិយាយជារួមមនុស្សស្រីយើងដដែលរងមាំទៅហើយរៀបផែនការជីវិតសួរខ្លួនឯងតែមានកូនដឹងតែម៉ែនេះហើយធ្លាក់លើម៉ែហ្នឹងហើយច្រើនជាងគេអញ្ចឹងយើងទទួលយកបានអត់បើយើងសួរខ្លួនឯងយើងមានចម្លើយឆ្លើយឲ្យខ្លួនឯងបានមិនបានការសម្រេចចិត្តតាមនឹង